សួស្តីបងប្អូនថ្ងៃនេះខ្ញុំលើកយកប្រព័ន្ធមួយមានឈ្មោះថា Ventilation System អ្វីទៅជា Ventilation តើ Ventilation នៅក្នុងនោះមានប្រព័ន្ធអីខ្លះចូលរួមបាទ Ventilation System មានប្រព័ន្ធដូចជា exhaust pressure chicken smoke hose pressurize ហើយដើម្បីឲ្យដឹងថាតើយើងយកប្រព័ន្ធអីយកមកកណនាយើងត្រូវចូលទៅកាន់តាមដានរបស់គ្នាឧទាហរណ៍ថាបន្ទប់មួយមានផលដកនិងផលបូកពេលដែលមានផលដកគេហៅថា negative air pressure ធ្វើឲ្យបន្ទប់ហ្នឹងវាមានជាតិដីមានជាតិកាលីមានក្លិនមានមេរោគជាច្រើនអញ្ចឹងហើយដើម្បីឲ្យដកឲ្យផលដកនឹងចេញយើងត្រូវមាន exhaust ប្រព័ន្ធ exhaust ដើម្បីដកឲ្យទៅជាឲ្យដកផលដកនឹងចេញឲ្យទៅជា negative ឡើងវិញដើម្បីឲ្យមានខ្យល់បរិសុទ្ធចូលរួមហើយរូបមន្តដែលយើងប្រើគុយស្មើនឹងរូបគុណនឹង ACH ស្មើនឹងម៉ែត្រគីបក្នុង1ម៉ោងហើយរូបស្មើនឹងកម្ពស់គុណទៅតឹងគុណនឹងប្រវែងសម្រាប់ ACH វិញយើងបានមកពីណា ACH យើងបានមកពីសភៅអាស្រែនៅឆ្នាំ1990ជាងដែលមានរូបរាងបែបនេះហើយនៅក្នុងនោះក៏យើងបើសិនជាយើងងាកមើលខាងឆ្វេងវាមានបន្ទប់ជាច្រើនដែលយើងចូលរួមដូចជា living room bedroom hotel ឬក៏ gym office ឡាននឹង resident ឡាននឹងហើយនៅក្នុងហ្នឹងក៏មានគេហៅថា ACH ផងដែរយើងដាក់ទៅតាមនេះហើយកន្លងទី3 main brand supply exhaust អានឹងចាំការីលើហ្នឹងខ្ញុំនឹងបង្ហាញតាមក្រោយទៀតហើយក៏យកវាយកមកដើម្បីអីនៅមានវីដេអូមួយទៀតដើម្បីបញ្ជាក់អរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះអរគុណច្រើនបងប្អូន